ជំរាបសួរថ្ងៃនេះដែលផងដែរនេះខ្ញុំនឹងមកចែករំលែកទាក់ទងទៅនឹងការធ្វើមុខម្ហូបមួយមុខនេះចែកជូនដល់បងប្អូនដើម្បីទុកធ្វើញ៉ាំជាលក្ខណៈគ្រួសារអញ្ចឹងមុខម្ហូបនេះអត់មានអ្វីច្រើនទេហើយងាយងាយទៀតគឺទឹកកាពិជាមួយនឹងសាច់ជ្រូក3ចិនបងប្អូនសាច់ជ្រូក3ចិនហ្នឹងគឺយើងកំពងតែជាដំបូងហ្នឹងគឺយើងមកធ្វើទឹកកាពិជាមុនសិនចឹងគ្រឿងផ្សំរបស់យើងហ្នឹងដូចងាយដូចខ្ញុំថាខាងដើមអញ្ចឹងគឺមានកាពិមានស្ករត្នោតមានខ្ទឹមសចាយើងច្រាំស្រេចមកមានប៊ីចេងយើងដាក់តែមួយស្លាបព្រាកាហ្វេទេមានក្រូចឆ្មាមានម្ទេសចាហ្នឹងគឺជាគ្រឿងផ្សំសម្រាប់ធ្វើទឹកកាពិចឹងតិចជាដំបូងហ្នឹងយើងអត់ធ្វើអីទេគឺយើងយកខ្ទះហ្នឹងមកដាក់លើចង្ក្រានឲ្យក្តៅហើយគឺយើងដាក់ប្រេងឆាហ្នឹងគឺយើងដាក់មកល្មមយើងស្មានជាមួយនឹងខ្ទឹមសរបស់យើងដែលយើងច្រាំរួចហើយហ្នឹងចាគឺយើងកូរទៅនៅពេលដែលប្រេងឆាយើងក្តៅហើយគឺយើងចាប់ផ្ដើមដាក់ខ្ទឹមចិញ្ច្រាំយើងចូលចឹងនៅពេលយើងដាក់ខ្ទឹមចិញ្ច្រាំហើយគឺយើងកូរចុះកូរឡើងដើម្បីខ្ទឹមយើងឡើងឈ្ងុយរៀងក្រហមបន្តិចសិនបងប្អូនអ្នកធ្វើម្ហូបក៏ដឹងហើយចាចឹងយើងកូរចុះកូរឡើងឥឡូវខ្ទឹមយើងចាប់ផ្ដើមឈ្ងុយហើយគឺយើងដាក់ស្ករត្នោតចានេះគឺសិតតែខ្ញុំស្មានទេស្ករត្នោតនេះខ្ញុំដាក់2ស្លាបព្រាបាយហើយនឹងកាពិរបស់យើងនឹងគឺកន្លះស្លាបព្រាបាយហើយដូចជាម្សៅស៊ុបហ្នឹងគឺយើងដាក់តែ1ស្លាបព្រាកាហ្វេតូចទេចឹងអានេះស្ករត្នោតយើងចាប់ផ្ដើមឈ្ងុយក៏យើងចាប់ផ្ដើមដាក់កាពិលាយចុះឡើងវាចុះវាឡើងគឺយើងឡើងឈ្ងុយហើយយើងថែមទឹកអានេះខ្ញុំឃើញរៀនខ្ញុំដាក់ទឹកហើយចាខ្ញុំបានថតឲ្យមើលទេយើងដាក់ទឹករួចគឺយើងភ្លក់បើសិនជារសជាតិនៅតែប្រៃបងប្អូនអាចថែមស្ករទៀតបានឥឡូវទឹកកាពិយើងបានរួចរាល់អញ្ចឹងយើងមកដាក់គ្រឿងអញ្ចឹងគ្រឿងយើងគឺមានសណ្តែកដីមួយមុខទៀតចាខ្ញុំភ្លេចប្រាប់សណ្តែកដីហ្នឹងទឹកកាពិហ្នឹងគឺឆ្ងាញ់នឹងសណ្តែកដីនេះបងប្អូនកាលណាតែសណ្តែកដីច្រើនគឺកាន់តែឆ្ងាញ់ហើយមួយទៀតគឺគុជឆ្មាហើយនឹងម្ទេសគឺអត់ភ្លេចទេគុជឆ្មាហ្នឹងគឺយើងដាក់តាមការចូលចិត្តសម្រាប់ខ្ញុំចូលចិត្តរសជាតិជូរអែមប្រៃគឺនៅពេលដែលយើងញ៉ាំជាមួយបន្លែហើយនឹងសាច់របស់យើងទៅគឺឆ្ងាញ់ចាអញ្ចឹងការធ្វើទឹកកាពិនេះខ្ញុំគ្រាន់តែបង្ហាញបើសិនជាបងប្អូនចូលចិត្តប្រៃឬក៏ចូលចិត្តផ្អែមជូរខ្លាំងយ៉ាងណាគឺបងប្អូនដាក់ឲ្យបងប្អូនអាចភ្លក់ខ្លួនឯងតាមចំណង់ចំណូលចិត្តណាបងប្អូនចាមានន័យថាមនុស្សយើងការចូលចិត្តហ្នឹងគឺអត់ដូចគ្នាទេអញ្ចឹងយើងធ្វើទឹកជ្រលក់រហ័សឥឡូវយើងដល់វគ្គបំពងសាច់ជ្រូក3ចិនយើងវិញម្ដងចំពោះសាច់ជ្រូក3ចិននេះគឺយើងបានប្រឡាក់មុននឹងយើងយកបំពងហ្នឹងគឺយើងបានប្រឡាក់ជាមួយអំបិលហើយនឹងទឹកខ្មេះណាបងប្អូនបន្ទាប់មកគឺយើងយកវាទៅហាលថ្ងៃឲ្យស្រស់ទឹកណាបានខ្ញុំយកមកបំពងហើយកន្លែងនេះបានថតទេចាឥឡូវនេះគឺយើងបំពងរួចហើយការបំពងហ្នឹងក៏រៀងយូរដែរមិនបំពងមួយផ្លេតបានទេបងប្អូនគឺប្រើពេលយូរដើម្បីឲ្យស្បែករបស់វាហ្នឹងឡើងស្រួយដោយសារខ្ញុំភ្លេចប្រាប់កន្លែងមុននឹងយើងយកសាច់ជ្រូកទៅប្រឡាក់គ្រឿងហ្នឹងគឺយើងយកខ្សមហ្នឹងមកចាក់ស្បែកវាឲ្យសោះសិនណាបងប្អូននៅពេលដែលយើងចាក់បើសិនយើងអត់ចាក់ទេយើងកំពុងទៅគឺអត់សូវស្រួយល្អទេអញ្ចឹងតែយើងចាក់ស្បែកហ្នឹងឲ្យវាសោះចឹងហើយបានយើងចាប់ផ្ដើមប្រឡាក់អំបិលហើយនឹងទឹកខ្មេះចឹងអំបិលនឹងទឹកខ្មេះនេះបងប្អូនកុំភ័យខ្លាចដាក់ច្រើនទៅធ្វើឲ្យស្បែកជ្រូករបស់យើងឬក៏សាច់ជ្រូករបស់យើងហ្នឹងវាជូរវាអត់ជូរទេបងប្អូនយើងដាក់មកល្មមអញ្ចឹងទៅនៅពេលយើងលាយសពហើយយើងផ្អាប់ចំសន្ទូដែរយើងហើយនៅពេលមានថ្ងៃគឺយើងយកទៅហាលថ្ងៃហ្នឹងមិនមែនហាលឲ្យក្រៀមទេប៉ុន្តែយើងហាលឲ្យវាមកស្ងួតទឹកនិយាយទៅមើលតែមកស្ងួតអស់ហើយបានយើងចាប់ផ្ដើមយកបំពងនឹងឯងបងប្អូនចាហើយតាកតងទៅនឹងបន្លែនេះគឺបងប្អូនតាមចំណង់ចំណូលចិត្តមានជីគ្រប់មុខអីចឹងមកមានសណ្តែកបដោះមានត្រសក់មានអីគេមានពេញប៉ោះចាចឹងតាមចំណង់ចំណូលចិត្តបងប្អូនចង់ញ៉ាំបន្លែបងប្អូនដាក់បន្លែនឹងមកហើយចំណែកខ្ញុំនឹងគឺមានតែសាឡាត់មួយមុខទេថ្ងៃនេះដោយសារប្រើកូនដោសាបានតែសាឡាត់ម្ដុំមកសាឡាត់ស្រួយអញ្ចឹងហើយយើងក៏បានតែសាឡាត់ស្រួយនឹងទៅហើយសដែលឃើញខ្ញុំយកមកផ្ទាប់ជាមួយសាច់ជាមួយបន្លែហ្នឹងគឺអត់មានសបកណែមទេអានេះគេហៅថាសបកនំឆាងពពីចាសបកនំនេះគឺសម្រាប់អ្នកដែលកាត់ធ្វើចង្ផៅហ្នឹងគឺកាត់យកទៅមូលឡតដែលគ្រឿងក្លែមដែលយើងញ៉ាំការហ្នឹងឯងបងប្អូន
để dương nhắm tàu xuôi chăng ánh nữa nè ai cái hạt ta sẽ bỏ trang bọc bì chụp bùa sẽ bỏ đấy bao sinh chụp bong ôn tròn nhầm được nhom chứ nhom trôi chết là lâu nhom đại pra sẽ bỏ này em thì trên sẽ bỏ đấy bong ôn tròn nhắm bong ôn ai từ tinh đâu hàng còi xa dây phận bao giờ nữa cái này lụa Ivan chụp hôi còi xa nó cứ cận miền lụa ai cận lụa chi kilo hay không 1 kg nó cứ tầm lại 10 riel tây bong ôn cha vì tụi này nhóm cứ miền tập năng ai cha xong ở con đập bụng mày bong ôn để bàn tổ sna tam bị đam rồi đào chọc cha này nhóm xong ở con xa thay bằng tiết nâng xong chừng việc lý bong ôn